យើងចាំបាច់ត្រូវរក្សានៅកម្លាំងសាមគ្គីនិងការរួបរวมរបស់យើងក្នុងនាមជាប្រជាជនខ្មែរហើយជឿជាក់ទៅលើរាជរដ្ឋាភិបាលពីព្រោះនេះគឺជាកូនសោដ៏សំខាន់មួយដើម្បីយើងអាចយកឈ្នះសត្រូវរបស់យើងបានបងប្អូនកាលពីថ្ងៃទី2ខែមិថុនាសម្ដេចធិបតីបានចេញនូវវីដេអូមួយដោយបានបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយនឹងភាគីថៃហើយនៅក្នុងវីដេអូនោះសម្ដេចធិបតីបានសង្កត់ធ្ងន់ថាកម្ពុជាយើងបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមដំណើរការនៅការអនុវត្តយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS យើងទាំងអស់គ្នាបានដឹងរួចមកហើយថាសម្រាប់កម្ពុជាយើងព្យាយាមរក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចានិងវិធីសាស្ត្រការទូតប៉ុន្តែសារបាននៃបញ្ហាគឺកើតចេញមកពីភាគីថៃសុទ្ធសាធអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001រវាងកម្ពុជាថៃឬ MOU 2001ហើយថៃហៅថា MOU 44នេះគឺជាឯកសារផ្លូវច្បាប់មួយដែលភាគីទាំងពីរបានប្រើប្រាស់ហើយនឹងអនុវត្តអស់រយៈពេល25ឆ្នាំមកហើយប៉ុន្តែជាអកុសលដោយសារតែការលុបលន់លំមនឹងអំណាចរបស់នាយករដ្ឋមន្ត្រីថៃគឺអនុទានដើម្បីទាញយកផលប្រយោជន៍នយោបាយនិងប្រជាប្រិយភាពទើបនាយករដ្ឋមន្ត្រីថៃរូបនេះបានសម្រេចចិត្តលុបចោល MOU នេះជាឯកតោភាគីបើទោះបីជាមានការព្រមានពីអ្នកចេះដឹងអ្នកវិភាគហើយនិងអ្នកនយោបាយថៃខ្លួនឯងក៏ដោយងាកមករឿងយើងវិញតាំងពីដើមមកយើងបានដឹងទាំងអស់គ្នាហើយថាកម្ពុជាយើងគឺព្យាយាមណាស់នៅក្នុងការរក្សាជំហរក្នុងការចរចាប៉ុន្តែបើជ្រុលជាថៃលែងទទួលស្គាល់លែងគោរពតាមហើយលុបចោល MOU នេះបាត់ទៅហើយវាគ្មានហេតុផលអីដែលកម្ពុជាយើងត្រូវចរចាទ្វេភាគីជាមួយថៃទៀតនោះទេការចរចាទទួលបានជោគជ័យលុះត្រាណាតែយើងមានឯកសារជាមូលដ្ឋានឬក៏កិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នាហើយទទួលស្គាល់អញ្ចឹងបើថៃជ្រុលជាធ្វើបែបនេះទៅហើយកម្ពុជាយើងនៅតែបង្ខំចិត្តចរចាគឺវាអត់មានផលអីសម្រាប់កម្ពុជាយើងនោះទេហើយនេះក៏ជាហេតុផលមួយដែលធ្វើឲ្យកម្ពុជាយើងសម្រេចចិត្តដើរឆ្ពោះទៅរកយន្តការអន្តរជាតិដែរកម្ពុជាយើងតែងតែបានប្រកាសថាយើងទាមទារឲ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាវិធីសាស្ត្រការទូតហើយនិងការគោរពច្បាប់អន្តរជាតិហើយយើងក៏តែងតែបានអនុវត្តវាមកជាប់ជាប្រចាំដែររហូតមកដល់ពេលនេះជំហររបស់រាជរដ្ឋាភិបាលកម្ពុជាយើងគឺមិនដែលផ្លាស់ប្ដូរឡើយហើយយើងក៏បានសម្រេចហើយថាយើងនឹងដើរឆ្ពោះទៅយន្តការអន្តរជាតិគឺការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះភាគីថៃចាំបាច់ត្រូវតែចូលរួមហើយនេះគឺជាកាតព្វកិច្ចមួយដែលថៃត្រូវតែបំពេញដើម្បីសហការជាមួយនឹងកម្ពុជាក្នុងដំណើរការនៃការដោះស្រាយបញ្ហានេះបើសិនជាថៃនៅតែចចេះមិនចូលរួមវាស្មើនឹងថៃមិនគោរពច្បាប់អន្តរជាតិឬមិនទទួលស្គាល់ហើយមិនទទួលយកយន្តការអន្តរជាតិសម្ដេចធិបតីក៏បានគូបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី3ខែមិថុនានេះថាការដោះស្រាយបញ្ហាព្រំដែនគឺចាំបាច់ត្រូវការពេលវេលាហើយការដោះស្រាយក៏ត្រូវស្របទៅតាមផ្លូវច្បាប់ជាមូលដ្ឋានកម្ពុជាបានប្រកាន់យកនៅសន្តិវិធីជាអាទិភាពក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិលោកក៏បានបន្ថែមថាការដោះស្រាយបញ្ហាការពារជាតិការពារទឹកដីគឺមិនអាចប្រើប្រាស់តែកម្លាំងប្រដាប់អាវុធនោះទេមិនអាចប្រើប្រាស់តែកម្លាំងទ័ពឬក៏ប្រើប្រាស់តែអាវុធយុទ្ធភ័ណ្ឌទំនើបនោះឡើយប៉ុន្តែយើងចាំបាច់ត្រូវប្រើប្រាស់នៅកម្លាំងសរុបរបស់ជាតិយើងគឺប្រជាពលរដ្ឋសេដ្ឋកិច្ចនិងសង្គមយើងតែម្ដងដោយហេតុបែបនេះហើយបានជាយើងចាំបាច់ត្រូវរក្សានៅកម្លាំងសាមគ្គីនិងការរួបរวมរបស់យើងក្នុងនាមជាប្រជាជនខ្មែរហើយជឿជាក់ទៅលើរាជរដ្ឋាភិបាលពីព្រោះនេះគឺជាកូនសោដ៏សំខាន់មួយដើម្បីយើងអាចយកឈ្នះសត្រូវរបស់យើងបានការរួបរวมគ្នារបស់ពួកយើងទាំងអស់គ្នាក្នុងនាមជាប្រជាជនហើយនឹងការជឿជាក់លើរាជរដ្ឋាភិបាលគឺជាគន្លឹះមួយដែលធ្វើឲ្យជាតិយើងកាន់តែរឹងមាំហើយសត្រូវខាងក្រៅមិនអាចបំបែកបំបាក់យើងបាន